ណែមានស្វាយអានទឹកត្រីចាស្វាយទឹកត្រីមនុស្សស្រីយើងក៏ប្រកាសជាមានបញ្ហាសុខភាពហើយតកតងមួយធ្លាក់សល់របស់ក្លិនហ្នឹងហ្មងអញ្ចឹងបើសិនតែយើងញ៉ាំរបស់ឆ្ងាញ់យើងត្រូវតែមានរបស់ការពារដូចគ្នាដែរស្ត្រីយើងត្រូវតែឆ្លាតរឿងហ្នឹងហ្វូជីនេះគឺជួយកែបញ្ហាបងប្អូនដែលមានបញ្ហាក្លិននៅតំបន់ពិសេសហ្នឹងណាគឺប្រើថ្ងៃទី1មានអារម្មណ៍ថាត្រជាក់ប្រហើរតែម្ដងលេងក្លិនលេងល្មមកុំឲ្យប្តីយើងល្អូឬក៏ប្តីលាន់មាត់អញ្ចឹងយើងត្រូវតែមានរបស់ការពារឲ្យហើយចូលចិត្តញ៉ាំរបស់ហើរបស់ហិលរបស់ជូររបស់ប្រៃឬក៏របស់ផ្អាប់យើងត្រូវតែប្រើហ្វូជី